សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Mr. Kimmy ថ្ងៃនេះដែរ admin មានអក្សរសិល្ប៍មួយយកមកបង្ហាញអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាចង់សិក្សាជាមួយ admin អត់តោះចាប់ផ្ដើមទាំងអស់គ្នារឿងនោះគឺមានចំណងជើងថារឿងទុំទាវ admin អ្នកនិពន្ធឈ្មោះព្រះបតស្ថេរៈងុនសោមឬភិក្ខុសោមការកំណត់តែង1915នៃគ្រិស្តសករាជយើងចូលទៅកាន់អត្ថបទរឿងសង្ខេបរបស់យើងតែម្ដងទៅអត្ថបទរឿងសង្ខេបទុំជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅស្រុកបាភ្នំខេត្តព្រៃវែងបានបួសជាមួយមិត្តភក្តិម្នាក់ឈ្មោះពេជ្រនៅឯវត្តវិហារធំទាំងពីរនាក់មានចំណេះខាងមន្តអាគមស្មោកព្រមប្រៃនឹងធ្វើតោកលក់ដោយឡែកទុំមានរូបរាងស្អាតនិងសម្លេងពិរោះថ្ងៃមួយនេះទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់ទុំនិងពេជ្របានលក់រហូតដល់ស្រុកត្បូងឃ្មុំអ្នកស្រុកត្បូងឃ្មុំអាចឈូឆរមកស្ដាប់និងជួយទិញតោកអស់យ៉ាងច្រើននិងណូតអាជីពភិលេងរបស់នាងទាវឃើញទុំស្អាតនិងសម្លេងពិរោះបែបនេះក៏គួរចិត្តស្នេហ៍ប៉ុន្តែដោយសារតែឋានៈរបស់នាងតូចទាបនាងក៏បានយកដំណឹងនេះមកប្រាប់នាងទាវដឹងនឹងនំនេះភ្លាមក៏បាននឹងសុំអង្វរម្ដាយនិមន្តនាងទុំមកស្មូតនៅផ្ទះរបស់ខ្លួនទុំស្មូតយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ហើយក៏រៀបចំដំណាប់ប្រហុំផាត់បារីស្លាមរូឲ្យនាងទាវនាងណូយកទៅប្រគេនទុំហើយប្រាថ្នាសុំជួបទុំទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរក៏លួចសូត្រមន្តអាគមសាលិកាលិនថោងដាក់លើនាងទាវមកដល់វត្តវិញទុំរិះរកឧបាយក៏សុំលោកគ្រូសឹកតែលោកគ្រូពុំព្រមព្រោះតាមការទាយឃើញថាជាងនៃមិនល្អពៀននៅស្លាប់លោកគ្រូមិនឲ្យសឹកទុំក៏ទៅរកម្ដាយឲ្យជួយអង្វរកលោកគ្រូតែពុំបានសម្រេចក៏ទុំដាច់ចិត្តលួចសឹកម្នាក់ឯងហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវិញជួនពេលនោះផ្អែកទាវមិននៅទុំក៏បានឡើងលើផ្ទះលួចរោមរាក់ជាមួយទាវនៅពេលនោះទៅក្រោយមកអរជូនចៅវាយខេត្តត្បូងឃ្មុំបានចូលនៅដឹងនាងទាវឲ្យមិនងួនជាកូនប្រុសរបស់ខ្លួនទន្ទឹមនឹងនោះទុំនឹងពេជ្រជាត្រូវស្ដេចរាមាដែលត្រូវសោយរាជនៅក្នុងវែកក្នុងវាំងព្រោះទុំចេះស្មូតយ៉ាងពិរោះដោយព្រះបាទរាមាចង់បានស្រីស្នំស្រីស្អាតមកធ្វើជាស្នំឯកក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្ដាយទាវសប្បាយចិត្តខ្លាំងលុះបានជួបមុខគ្នានៅក្នុងវាំងនៅចំពោះមុខស្ដេចទុំច្រៀងរៀបរាប់សពគ្រប់ពីរឿងរ៉ាវស្នេហារបស់ខ្លួននិងទាវធ្វើឲ្យស្ដេចខឹងក្រោធនឹងអ្នកទាំងពីរយ៉ាងខ្លាំងប៉ុន្តែក្រោយពីពិចារណាសពគ្រប់ទៅព្រះរាមាក៏មានចិត្តធម៌មេត្តាប្រណីរៀបការឲ្យទុំនិងទាវបានជាប្តីប្រពន្ធក្នុងពេលនោះទៅការនោះធ្វើឲ្យម្ដាយទាវតូចចិត្តយ៉ាងខ្លាំងក៏ប្រញាប់ប្រញាល់ស្រុកកំណើតវិញហើយរកឧបាយកលខ្លាយសម្បត្តិប្រាប់ទៅនាងទាវថាខ្លួនមានជំងឺជាទម្ងន់បានដឹងដំណឹងនេះភ្លាមទាវក៏បានមកមើលម្ដាយដល់ផ្ទះតែត្រូវម្ដាយចាប់មកខំរៀបការជាមួយមិនងួនទាវអស់សង្ឃឹមក៏សរសេរសម្បត្តិឲ្យទុំបានដឹងពេលនោះស្ដេចក៏ប្រទានព្រះរាជតាដល់ទុំនិងពេជ្រដើម្បីខាត់អរជូនកុំឲ្យការកូនទុំឲ្យរៀបមកដល់ផ្ទះទាវទុំពង្វែងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹងទាកប្រអាប់នឹងទានចំពោះមុខភ្ញៀវធ្វើឲ្យម្ដាយទាវខឹងក៏បញ្ញុះអរជូនឲ្យចាប់ទុំនាងទៅសម្រាប់ក្រាបណាពោជាងខាដឹងថាប្តីរបស់ខ្លួនត្រូវបានគេសម្លាប់ទាវនឹងណូមកតាមរកទុំនេះតែពីរក៏សម្លាប់ខ្លួនតាមទុំទៅពេជ្រនោះដំណឹងអកុសលនេះទៅទូលស្ដេចក៏មកកាត់ក្តីដោយចាប់អរជូនមិនងួននៅម្ដាយទាវកប់ទាំងរស់ត្រឹមកហើយក៏យករនរស់ពីលើក្បាលរីឯអ្នកស្រុកត្បូងឃ្មុំបញ្ជូនជាអ្នកងារទាំងអស់រឿងនេះត្រូវបានបញ្ចប់ហើយទាំងអស់គ្នាតែadmin ទុំបញ្ជាក់កន្លែងនេះបន្តិចអ្នកងារហ្នឹងគឺយើងមានន័យថាអ្នកទោសអញ្ចឹងរីឯអ្នកស្រុកត្បូងឃ្មុំទាំងអស់ត្រូវបញ្ចូលជាអ្នកទោសបន្ទាប់ពីចប់រឿងនេះហើយ admin មានសំណួរ3តើតើមេរៀនហ្នឹងសួរទៅកាន់អ្នកទាំងអស់គ្នាសិនជាអ្នកទាំងអស់គ្នាចេះអាចឆ្លើយនៅក្នុង comment ក្រោមវីដេអូនឹងបានសំណួរទី1តើទុំនិងទាវបានស្គាល់គ្នាដោយរបៀបណាចំណែកសំណួរទី2ហេតុអ្វីបានជាម្ដាយទាវបង្ខំឲ្យទាវរៀបការជាមួយអ្នកផ្សេងដែលមិនមែនជាទុំចំណែកសំណួរទី3ចុងក្រោយរឿងទុំទាវបញ្ចប់ទៅវិញដោយរបៀបណាមានសំណួរ3ហ្នឹងបាទសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចេះ
អាចឆ្លើយនៅខាងក្រោមវីដេអូនេះបានហើយបើមានចំណុចខ្លីណាអាចផ្សាយក្រោមវីដេអូហ្នឹងក្នុង comment ហ្នឹងដើម្បី admin យកមកបញ្យល់បន្ថែមឲ្យអ្នកទាំងអស់គ្នាបានដឹងកាន់តែច្បាស់ជួបគ្នានៅវីដេអូបន្តទៀតនៅមេរៀនថ្មីថ្ងៃនេះ admin មានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលានិងសូមកាន់តែអភ័យទោសចំពោះកំហុសខុសឆ្គងក្នុងវីដេអូនេះហើយសូម subscribe ចុចដូចកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណជម្រាបលា